សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាឲ្យចេះអំពីរបៀបបង្កើតនៅ account Facebook ថ្មីបងប្អូនបាទហ្នឹងហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះបង្កើតនៅ account Facebook ខ្លួនឯងទេបងប្អូនអាចមើលវីដេអូដែលខ្ញុំធ្វើបទបង្ហាញមួយនេះដល់ចប់បានបាទហ្នឹងហើយអញ្ចឹងជាដំបូងបងប្អូនធ្វើការចូលទៅកាន់ account Facebook ទៅបាទហ្នឹងហើយអញ្ចឹងនេះគឺជា account Facebook ខ្ញុំប្រើរាល់ថ្ងៃហើយខ្ញុំសូមធ្វើការលុបឲ្យចេញសិនបងប្អូនបាទដើម្បីទៅធ្វើបទបង្ហាញបង្កើត account ថ្មីឲ្យបងប្អូនមើលតាមអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើការចាក់ចេញហើយបន្តមកខ្ញុំយកពាក្យថា create new account នេះនៅខាងក្រោមបងប្អូនបាទអញ្ចឹងបងប្អូនចុចតាមខ្ញុំទៅហើយបន្តមកយើងយកពាក្យថា create new account ទៀតបងប្អូនបាទហើយមកដល់ត្រង់ចំណុចនេះគេឲ្យយើងធ្វើការទៅដាក់នៅឈ្មោះរបស់យើងបងប្អូនបាទអញ្ចឹងឈ្មោះបងប្អូនដាក់ទៅមិនបាច់ដាក់តាមអត្តសញ្ញាណប័ណ្ណក៏បានដែរបងប្អូនដាក់តាមបងប្អូនស្រឡាញ់អញ្ចឹងបងប្អូនបាទអញ្ចឹងសម្រាប់ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំធម្មតាទេបងប្អូនបាទនេះគ្រាន់តែជាការធ្វើបទបង្ហាញឲ្យបងប្អូនចេះអញ្ចឹងណាបងប្អូនបាទហ្នឹងហើយសម្រាប់បងប្អូនដែលគាត់ថ្មីអត់ទាន់ចេះបង្កើតនៅ account Facebook ខ្លួនឯងបាទអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ថាឈ្មោះខ្ញុំបារាំងបាទហើយអាកតុយនោះខ្ញុំដាក់ថា SB អញ្ចឹងណាបងប្អូនបាទហ្នឹងហើយបន្ទាប់ពីយើងធ្វើការដាក់រួចរាល់យើងធ្វើការចុចពាក្យថា next បន្តទៀតមកបងប្អូនបាទចុចអា QQ ហ្នឹងបងប្អូនបាទបងប្អូនធ្វើការចុចចូលមកអញ្ចឹងបងប្អូនមកដល់តម្រងបែបនេះគេឲ្យយើងត្រូវធ្វើការជ្រើសរើសនៅថ្ងៃខែឆ្នាំកំណើតបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការជ្រើសរើសមិនកុំឲ្យក្រោម18ឆ្នាំបងប្អូនបាទ18ឆ្នាំឡើងបងប្អូនអាចធ្វើការបង្កើតនៅ account Facebook ខ្លួនឯងបានដែរបងប្អូនបាទអញ្ចឹងខ្ញុំជ្រើសរើសរួចហើយគឺអាយុ33ឆ្នាំបាទអញ្ចឹងកន្លែងនេះក៏ឲ្យយើងជ្រើសរើសភេទបងប្អូនបាទស្រីប្រុសឬក៏ភេទទី3អញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំយកអាកដានគេដោយសារខ្ញុំប្រុសអញ្ចឹងបងប្អូនបាទអញ្ចឹងចុចពាក្យថា next ទៀតមកបងប្អូនបាទត្រង់ចំណុចនេះក៏ឲ្យយើងធ្វើការដាក់លេខទូរស័ព្ទបាទឬក៏ Gmail អញ្ចឹងបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះបង្កើតនៅ Gmail ទេបងប្អូនអាចចូលទៅមើលនៅវីដេអូខ្ញុំចាស់ៗទៅគឺខ្ញុំបានប្រាប់រួចរាល់ហើយអំពីរបៀបបង្កើត Gmail អញ្ចឹងបងប្អូនបាទអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំអត់ដាក់លេខទូរស័ព្ទទេគឺខ្ញុំសុំដាក់នៅ Gmail បងប្អូនបាទអញ្ចឹងបងប្អូនចុចយកអាក្រោមទៅវានឹងមកដល់តម្រងបែបនេះបងប្អូនបាទអញ្ចឹងខ្ញុំដាក់នៅ Gmail របស់ខ្ញុំបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់មាន Gmail គាត់ចង់ដាក់លេខទូរស័ព្ទគឺគាត់អាចដាក់នៅ Gmail សម្រាប់ការបង្កើតនៅ account Facebook បានបាទហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការដាក់នៅ Gmail របស់បងប្អូនទៅហើយខ្ញុំក៏ទៅដាក់ Gmail របស់ខ្ញុំដែរបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមពេលបងប្អូនធ្វើការដាក់នៅ Gmail បន្តិចបាទអញ្ចឹងខ្ញុំសូមដាក់ Gmail បាទ Gmail ដែលខ្ញុំធ្លាប់បានបង្កើតថ្ងៃមុនរួចរាល់ហើយគឺខ្ញុំយកមកបង្កើតនៅ account Facebook នេះតែម្ដងបងប្អូនបាទដើម្បីធ្វើបទបង្ហាញឲ្យបងប្អូនចេះដែរអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមដាក់នៅ Gmail របស់ខ្ញុំបាទអញ្ចឹងដាក់ថាគឺបារាំង99@gmail បាទ .com អញ្ចឹងណាបងប្អូនបាទហ្នឹងហើយចុចពាក្យថា next ខាងក្រោមណា QQ ហ្នឹងបងប្អូនបាទចុចតាមខ្ញុំមកបងប្អូនចុចតាមខ្ញុំទៅបាទហើយបន្តមកទៀតយើងដាក់រួចរាល់យើងធ្វើការចុចពាក្យថា next ហ្នឹងមកបាទអញ្ចឹងសំខាន់ណាបងប្អូនបាទមកដល់ត្រង់ចំណុចនេះគឺលេខសម្ងាត់ដែរបងប្អូនបើបងប្អូនភ្លេចលេខសម្ងាត់នេះគឺបងប្អូនមិនអាចចូលទៅកាន់ account Facebook ទាញយក account Facebook របស់បងប្អូនមកវិញបានទេពេលដែលវាមានបញ្ហាអញ្ចឹងអញ្ចឹងបងប្អូនត្រូវការយកប៊ិចឬក៏សភៅយកមកកត់ទុកបាទត្រង់ចំណុចនេះគឺសំខាន់មែនទែនបាទអញ្ចឹងបងប្អូនធ្វើការដាក់នៅលេខសម្ងាត់របស់បងប្អូនទៅលេខសម្ងាត់ Facebook បងប្អូនបាទអញ្ចឹងខ្ញុំសូមធ្វើការដាក់នៅលេខសម្ងាត់របស់ខ្ញុំអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនដាក់ទៅខ្ញុំសូមធ្វើការដាក់នៅលេខសម្ងាត់របស់ខ្ញុំបាទអញ្ចឹងលេខសម្ងាត់នេះគឺខ្ញុំគ្រាន់តែជាការបត់បង្ហាញប្រាប់បងប្អូនឲ្យចេះអំពីរបៀបការបង្កើតនៅ account Facebook តែប៉ុណ្ណោះទេបាទអញ្ចឹងមិនមែនជាលេខសម្ងាត់ពិតទេបាទបន្ទាប់ពីយើងធ្វើការដាក់រួចរាល់យើងចុចពាក្យ next ទៀតបងប្អូនបាទអញ្ចឹងយើងចិត្តមកដល់ទីបញ្ចប់ហើយគឺមកដល់ត្រង់តម្រងបែបនេះបងប្អូនចុចពាក្យពណ៌ខៀវខាងក្រោមហ្នឹងចុចទៀតមកបាទហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលមកគឺវាលោតមកចេះដោយសារខ្ញុំមាន account Facebook ស្រាប់អញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនបើមាន account Facebook បងប្អូនកុំយកលើបងប្អូនបង្កើតថ្មីយកអាក្រោមបងប្អូនបាទចុចពាក្យថាaccount ខាងក្រោមហ្នឹងបងប្អូនធ្វើការចុចអាក្រោមទៅគឺវាទៅកាន់ Gmail ដែលយើងយកមកបង្កើត Facebook មិញដើម្បីឲ្យយើងវាយលេខកូដដែលវាផ្ញើទៅ Gmail ហ្នឹងបងប្អូនបាទអញ្ចឹងយើងមកដល់តម្រងបែបនេះហើយបាទអញ្ចឹងបងប្អូនធ្វើការចាក់ចេញទៅដើម្បីទៅយក Gmail សិនបងប្អូនបាទអញ្ចឹងខ្ញុំសូមចាក់ចេញយក Gmail សិនហើយនេះគឺវាបានផ្ញើមក Gmail ហើយខ្ញុំយកទៅបង្កើត Facebook ហ្នឹងបងប្អូនបាទអញ្ចឹងយើងធ្វើការចុចចូលមកខ្ញុំ copy បាទខ្ញុំ copy យកទៅដាក់នៅក្នុង Facebook ដែលបង្កើតថ្មីហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំសូមធ្វើការផាសចូលតែម្ដងបាទដើម្បីចុចពាក្យបន្ទាប់ទៀតបាទយើងយក account ហ្នឹងមកយើងចុចទៅគឺវាចាប់ដើមមកបង្កើត account ឲ្យយើងបងប្អូនបាទអញ្ចឹងយើងបង្កើតបាន account មួយបងប្អូនបាទអញ្ចឹងត្រង់តម្រងបែបនេះគេឲ្យយើងដាក់នៅរូបភាពអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនចង់ដាក់ក៏ដាក់ទៅតែសម្រាប់ខ្ញុំគឺខ្ញុំអត់ដាក់ទេដោយសារខ្ញុំធ្វើបទបង្ហាញគ្រាន់តែប្រាប់បងប្អូនឲ្យចេះបង្កើតនៅ account មួយដល់ខ្លួនឯងអញ្ចឹងបងប្អូនបាទអញ្ចឹងវាបានមកដល់តម្រងបែបនេះបាទអញ្ចឹងសូមបងប្អូនធ្វើការរងចាំបន្តិចទៅវានឹងមកវិញបងប្អូនបាទដោយសារអ៊ីនធឺណិតខ្ញុំ slow បាទអញ្ចឹងខ្ញុំសូម
ធ្វើការចាក់ចេញទៅវិញសិនដើម្បីចូលទៅសារថ្មីបងប្អូនមើលបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចបាទហ្នឹងហើយឥឡូវយើងបានចាក់ចេញមកហើយឥឡូវខ្ញុំសុំគ្រីវាចោលហើយដើម្បីចូលទៅសារថ្មីបងប្អូនបាទឥឡូវបងប្អូនឃើញបាទឥឡូវយើងបង្កើតបាននៅ account Facebook ថ្មីមួយហើយបងប្អូនបាទដោយសារខ្ញុំអត់ទាន់ដាក់តាំងរូបភាពបងប្អូនបាទអញ្ចឹងនេះគឺជាឈ្មោះដែលខ្ញុំបានធ្វើការបង្កើតនៅអំបញ្ញមិញបងប្អូនបាទហ្នឹងហើយអញ្ចឹងបើបងប្អូនចង់ដាក់តាំងរូបក៏ដាក់តាំងទៅបាទហ្នឹងហើយគឺខ្ញុំធ្វើបទបង្ហាញគឺខ្ញុំអត់ដាក់ទេបងប្អូនបាទអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយបងប្អូនបាទសម្រាប់ការបង្កើតនៅ account Facebook ថ្មីដោយខ្លួនឯងបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើនៅវីដេអូនេះបានបងប្អូននឹងចេះបង្កើតដោយខ្លួនឯងបងប្អូនបាទអញ្ចឹងក៏សូមអរគុណបងប្អូនទាំងអស់គ្នាសូមគោរពលាបាទ